សូមស្វាគមន៍មកកាន់វគ្គបណ្តុះបណ្តាលដំបូងក្នុងចំណោមវគ្គបណ្តុះបណ្តាលចំនួន6ស្តីពីសុវត្ថិភាពនៅលើដងផ្លូវកម្មវិធីបណ្តុះបណ្តាលសុវត្ថិភាពលើដងផ្លូវតម្រូវឲ្យអ្នកចូលរួមធ្វើការតាមរយៈការធ្វើបទបង្ហាញដែលមានវីដេអូចំណុចពិភាក្សានិងកម្រងសំណួរកម្មវិធីនេះមានគោលបំណងបង្រៀនអ្នកអំពីច្បាប់នៅលើដងផ្លូវនិងផ្ដល់ឲ្យអ្នកនូវយុទ្ធសាស្ត្រដើម្បីក្លាយជាអ្នកប្រើប្រាស់ផ្លូវដែលមានសុវត្ថិភាពយើងសូមឲ្យអ្នកប្រើប្រាស់ផ្លូវថ្នល់ទាំងអស់នៅលើដងផ្លូវប្រទេសកម្ពុជាបង្ហាញនូវការគោរពគ្នាទៅវិញទៅមកគោរពអ្នកប្រើប្រាស់ផ្លូវផ្សេងទៀតគោរពអ្នកដំណើររបស់ពួកគេគោរពក្រុមគ្រួសារនិងខ្លួនពួកគាត់ដោយបើកបរទៅតាមច្បាប់ប្រកបដោយសុវត្ថិភាពពេញមួយវគ្គនេះអ្នកនឹងចូលរួមធ្វើការរៀនតាមរយៈផ្នែកអប់រំចំនួន6ផ្នែកអប់រំទី1ពីគ្រោះថ្នាក់នៃល្បឿនផ្នែកអប់រំទី2បើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងផ្នែកអប់រំទី3បើកបរដែលមានការរំខានផ្នែកអប់រំទី4មួកសុវត្ថិភាពផ្នែកអប់រំទី5បើកវ៉ាចែងផ្នែកអប់រំទី6សិទ្ធិអត្ថិភាពនៅលើផ្លូវដែលផ្នែកនីមួយៗនឹងមានបទបង្ហាញដែលរួមបញ្ចូលសំណួរពិតនិងពិតនិងមិនពិតផងដែរបន្ថែមពីលើការធ្វើបទបង្ហាញអ្នកចូលរួមត្រូវតែបំពេញបញ្ជីត្រួតពិនិត្យយានយន្តប្រចាំខែដែលបញ្ជីត្រួតពិនិត្យតម្រូវឲ្យអ្នកនិងក្រុមហ៊ុនរបស់អ្នកវាយតម្លៃផ្នែកនិងមុខងាររបស់យានយន្តដូចជាភ្លើងនិងហ្វ្រាំងឬកម្មសិទ្ធិក្នុងការប្រើប្រាស់មួកសុវត្ថិភាពឬខ្សែក្រវ៉ាត់សុវត្ថិភាពតើអ្នកដឹងទេថាការបើកបរលើសល្បឿនកំណត់ជាមូលហេតុដែលនាំឲ្យមានមនុស្សស្លាប់នៅលើដងផ្លូវក្នុងប្រទេសកម្ពុជានៅក្នុងផ្នែកដំបូងនេះអ្នកនឹងពិនិត្យមើលអំពីល្បឿនដែលយើងនឹងសិក្សាអំពីការកំណត់ល្បឿនតាមច្បាប់របស់ប្រទេសកម្ពុជាប្រសិនបើអ្នកបើកបរមិនគោរពច្បាប់ទាំងនេះទេពួកគេនឹងអាចប្រថុយនឹងការផាកពិន័យក៏ដូចជាប្រឈមមុខនឹងការជាប់ពន្ធនាគារផងដែរយើងនឹងរៀនអំពីរបៀបដែលល្បឿនអាចផ្លាស់ប្ដូរពីគ្រោះថ្នាក់តូចទៅគ្រោះថ្នាក់ធំហើយបន្ទាប់មកយើងនឹងមើលវីដេអូចំនួន2និងស្ដាប់សាច់រឿងមួយដើម្បីបង្ហាញពីការបើកបរលឿនដែលអាចបង្កជាគ្រោះថ្នាក់បន្ទាប់មកយើងនឹងពិនិត្យមើលវិធីបើកបរដែលប្រកបដោយសុវត្ថិភាពទាក់ទងទៅនឹងការបង្កើនល្បឿនដូចជាការកែប្រែល្បឿនក្នុងស្ថានភាពបើកបรงងឹតនិងជាចុងបញ្ចប់យើងនឹងមានការធ្វើសំណួរពិតឬមិនពិតនៅលើ Kahootមនុស្សស្លាប់ជាង2000នាក់នៅលើដងផ្លូវប្រទេសកម្ពុជាដែលក្នុងមួយឆ្នាំប្រហែលពាក់កណ្ដាលនៃចំនួននេះគឺដោយសារតែការបើកបរក្នុងល្បឿនលឿនអ្នកដែលបើកបរមិនគោរពល្បឿនកំណត់អាចបង្កឲ្យមានគ្រោះថ្នាក់រហូតដល់ស្លាប់ការស្លាប់និងរងរបួសទាំងនេះអាចជៀសផុតបានប្រសិនបើអ្នកបើកបរគោរពល្បឿនកំណត់និងបន្ថយល្បឿនតើអ្នកស្គាល់អ្នកគ្រោះថ្នាក់ចរាចរណ៍ទេតើគ្រោះថ្នាក់ចរាចរណ៍អាចជៀសវាងបានឬទេតើល្បឿនបង្កឲ្យមានគ្រោះថ្នាក់ដែរឬទេតើអ្នកណាខ្លះដែលអាចស្គាល់អំពីល្បឿនកំណត់នៅលើផ្លូវនៅក្នុងទីក្រុងរបស់ប្រទេសកម្ពុជាចុះខេត្តឬជនបទវិញឬក៏នៅលើផ្លូវ highway សូមចូលរួមពិភាក្សាល្បឿនកំណត់នៅក្នុងរាជធានីភ្នំពេញនិងទីក្រុងផ្សេងទៀតឬតំបន់សាងសង់គឺមាន40គីឡូម៉ែត្រនៅក្នុង1ម៉ោងសម្រាប់ម៉ូតូឬរ៉ឺម៉កត្រូវបានបញ្ចុះមកត្រឹម30គីឡូម៉ែត្រនៅក្នុង1ម៉ោងសម្រាប់ការកំណត់ល្បឿននៅលើផ្លូវជនបទឬក្រៅទីក្រុងគឺ90គីឡូម៉ែត្រនៅក្នុង1ម៉ោងនេះត្រូវបានបញ្ចុះសម្រាប់រថយន្តធំរថយន្តដឹកទំនិញធុនធ្ងន់និងរថយន្តធុនធ្ងន់គួរកំណត់ល្បឿនត្រឹមតែ70គីឡូម៉ែត្រនៅក្នុង1ម៉ោងយានជំនិះដែលមានសណ្ដោងឬក៏រ៉ឺម៉កគួរកំណត់ល្បឿនលើសពី60គីឡូម៉ែត្រនៅក្នុង1ម៉ោងតើផ្លូវល្បឿនលឿនកម្ពុជាកំណត់កម្រិតណាអ្នកបើកបរមិនត្រូវបើកបរលើសពី100គីឡូម៉ែត្រនៅក្នុង1ម៉ោងប៉ុន្តែជាថ្មីម្ដងទៀតវាត្រូវបានបន្ទាបមកត្រឹម80ឬ90សម្រាប់រថយន្តធុនធ្ងន់និងអ្នកដែលមានរ៉ឺម៉កអ្នកបើកបរត្រូវគោរពច្បាប់កំណត់ល្បឿនពួកគេគួរតែអានស្លាកសញ្ញាល្បឿនដែលដូចជាបង្ហាញនៅក្នុងរូបភាពនៅក្នុងបទបង្ហាញនេះដែលកំណត់ល្បឿនអាចប្រែប្រួលហើយវាជាទំនួលខុសត្រូវរបស់អ្នកបើកបរនៅក្នុងការអានផ្លាកសញ្ញាឬសម្រួលល្បឿនរបស់វាទៅតាមនោះ
ប្រទេសកម្ពុជាបានអនុវត្តនូវការផាកពិន័យដោយផ្អែកទៅលើចំនួនល្បឿនដែលអ្នកបើកបរបើកលើសកំណត់ ហើយការផាកពិន័យទាំងនេះអាចនឹងកើនឡើងប្រសិនបើការបើកបរហួសល្បឿនកំណត់បង្កឱ្យមានគ្រោះថ្នាក់ល្បឿនទាបពី1ទៅ19គីឡូម៉ែត្រក្នុង1ម៉ោងលើសពីដែនកំណត់ជាធម្មតាការផាកពិន័យតិចតួចអាចមានប្រហែលពី10ទៅ$20អាមេរិកល្បឿនមធ្យម20ទៅ39គីឡូម៉ែត្រក្នុង1ម៉ោងលើសកម្រិតកំណត់ការផាកពិន័យខ្ពស់ដែលមានប្រហែលពី30ទៅ$50អាមេរិកហើយក៏អាចរួមបញ្ចូលនូវការកាត់ពិន្ទុចេញពីប័ណ្ណបើកបរផងដែរល្បឿនដែលខ្ពស់40បូកគីឡូម៉ែត្រក្នុង1ម៉ោងលើសពីដែនកំណត់ការផាកពិន័យក៏អាចឈានទៅដល់$100អាមេរិកឬច្រើនជាងនេះជាមួយនឹងលទ្ធភាពនៃការព្យួរអាជ្ញាប័ណ្ណភ្លាមៗឬផាកពិន័យផ្សេងៗប្រសិនបើការបើកបរបង្កហានិភ័យធ្ងន់ធ្ងរឬបណ្តាលឱ្យមានគ្រោះថ្នាក់នេះជាការផាកពិន័យដែលអ្នកអាចនឹងរំពឹងថានឹងបង់ប្រសិនបើអ្នកត្រូវបានចាប់ពីការបើកបរលឿនសូមប្រុងប្រយ័ត្នមានការដំឡើងកាមេរ៉ានៅរាជធានីភ្នំពេញនិងតាមផ្លូវជាតិមួយចំនួននៅក្នុងប្រទេសកម្ពុជាល្បឿនរបស់អ្នកកំពុងត្រូវបានត្រួតពិនិត្យដូច្នេះគោរពច្បាប់គោរពល្បឿនកំណត់នៅក្នុងការយកឃើញរបស់លោកអ្នកតើល្បឿនមានផលប៉ះពាល់ដល់កម្រិតធ្ងន់ធ្ងរនៃគ្រោះថ្នាក់ដែរឬទេឬល្បឿនប៉ះពាល់ដល់អ្នករបួសយ៉ាងណាដូច្នេះឥឡូវនេះយើងនឹងមានការមើលវីដេអូមួយដែលគ្រូពេទ្យវះកាត់របួសបញ្យល់ពីរបៀបនៃល្បឿនខុសគ្នានាំឲ្យមានរបួសខុសៗគ្នា I'm a trauma surgeon, and I want to reconstruct what happens to the human body in less than 0.2 of a second when hit by a car braking from 70 kilometres per hour over a braking distance 50 metres. Even in a car equipped with ABS, the first impact will occur around 46 k's. The bumper hits the knee joint, tearing flesh and ligaments. The full weight of the skull smashes through the windscreen. The neck snaps, the skull shatters, and the pedestrian's brain is turned into pulp. In little more than a second, the pedestrian's body will hit the road with a 70% chance of being dead. And had you been braking from 60 k's, not 70, there's a good chance you could have stopped in time, and the pedestrian would have suffered nothing worse than a severe fright. Think about it. នៅពេលដែលការចាប់ហ្វ្រាំងត្រូវបានអនុវត្តយានជំនិះនឹងឈប់បន្ទាប់ពីចម្ងាយជាក់លាក់មួយនៅពេលដែលមានអាសន្នការចាប់ហ្វ្រាំងភ្លាមៗត្រូវបានអនុវត្តយានជំនិះនឹងបន្តដំណើររហូតដល់អ្នកបើកបរឆ្លើយតបពេលវេលាឆ្លើយតបអាចផ្លាស់ប្ដូរឧទាហរណ៍ថាប្រសិនបើអ្នកត្រូវបានរំខានពេលវេលាឆ្លើយតបរបស់អ្នកនឹងយឺតជាងនេះឬប្រសិនបើអ្នកមានជាតិអាល់កុលពេលឆ្លើយតបរបស់អ្នកក៏អាចនឹងយឺតជាងនេះលើសពីគម្លាតសម្រាប់ធ្វើសកម្មភាពឆ្លើយតបក៏មានគម្លាតសម្រាប់ចាប់ហ្វ្រាំងផងដែរតើយានជំនិះរបស់អ្នកនឹងធ្វើដំណើរបានចម្ងាយប៉ុន្មាននៅពេលការចាប់ហ្វ្រាំងត្រូវបានអនុវត្តតើអ្នកនឹងរអិលទេឬអ្នកនឹងឈប់ទាន់ពេលវេលាឬទេប្រសិនបើអ្នកបើកបរលឿនគម្លាតសម្រាប់ចាប់ហ្វ្រាំងនឹងវែងជាងនេះប្រសិនបើអ្នកបើកបរក្នុងស្ថានភាពសើមគម្លាតសម្រាប់ចាប់ហ្វ្រាំងរបស់អ្នកនឹងវែងជាងនេះនៅក្នុង slide បន្ទាប់នេះយើងនឹងឃើញក្នុងល្បឿនខុសៗគ្នាតើយានជំនិះនឹងបន្តធ្វើដំណើរទៅរហូតតតែវាឈប់តើអ្នកដែលគិតថាពួកគេអាចដឹងពីចម្ងាយដែលអាចឈប់ដោយសុវត្ថិភាពនៅចម្ងាយជាក់លាក់ណាមួយទេចាំមើលថាអាចនឹងមានអ្នកទាញត្រូវឬទេនៅក្នុង40គីឡូម៉ែត្រនៅក្នុង1ម៉ោងយានជំនិះនឹងឈប់បន្ទាប់ពី23ម៉ែត្រនៅ60គីឡូម៉ែត្រក្នុង1ម៉ោងយានជំនិះនឹងឈប់បន្ទាប់ពី44ម៉ែត្រ
នៅក្នុងល្បឿន80គីឡូម៉ែត្រក្នុង1ម៉ោងយានជំនិះនឹងឈប់ក្រោយ70ម៉ែត្រដែលវែងដូចទីលានបាល់ទាត់ដូច្នេះអ្នកឃើញអ្នកកំពុងបើកបរកាន់តែលឿនវានឹងចំណាយពេលយូរដើម្បីឈប់ឥឡូវនេះយើងនឹងមើលវីដេអូមួយដើម្បីបង្ហាញពីភាពខុសគ្នាទាំងអស់នេះ What you're about to see will change your mind about speeding. Two identical cars, one travelling at 60, the other at 65. A sudden change in the road ahead, and both drivers first react, and then, a moment later, they brake. And things start to get interesting. Down here, the difference is extraordinary. In the last 5 metres of braking, you wipe off half your speed. So this car is still doing 32 k's when it hits. This one also hits, but only at 5 k's. So no matter how good a driver you are, 5 k's difference up there makes 27 k's difference down here. Thursday afternoon in a 60 zone. This 34-year-old motorcyclist was on his way home. It's our job to work out why he never got there. The rider broke his neck on impact here, having crashed into this car that was turning right. By analysing the impact, we know he hit the car at 30 kilometres per hour. These marks on the road tell us that he skidded for 21 metres, having braked hard here. When he first reacted, he was doing 68. But let's change one small thing. At 60, the driver would have had more chance to see him properly. He'd have stayed in control and reached this point a moment later. The car would have cleared his path and he'd be home by now. You decide on your speed. The physics decides whether you live or die. Bênនេះយើងនៅមកស្ដាប់លោកយើងនៅមកស្ដាប់លោកតុលាដែលបានរៀបរាប់ពីរឿងអ្នកបើកបរមិនគោរពល្បឿនហើយបានសម្លាប់កូនស្រីរបស់គាត់ឧបទ្ទវហេតុនេះអាចត្រូវបានជៀសវាងប៉ុន្តែឪពុកម្នាក់នេះនៅតែបានបាត់បង់កូនស្រីគាត់ជារៀងរហូតដែលរឿងតុលានឹងស្រីលីនខ្ញុំកំពុងឈរក្បែរទ្វារសាលាដោយកាន់អាហារសម្រន់សំណប់របស់ស្រីលីនខ្ញុំកំពុងរង់ចាំដូចរាល់ថ្ងៃដែលមើលក្មេងទាំងអស់ចេញមកពីសាលាខ្ញុំបានឃើញនាងក៏បានញញឹមដាក់ខ្ញុំដែលមានអាការៈសប្បាយចិត្តដូចសពដងស្រាប់តែពេលនោះមានរថយន្តបើកនៅក្នុងល្បឿនលឿនហើយឮសំឡេងកង់រថយន្តយ៉ាងខ្លាំងវាទាំងអស់បានកើតឡើងលឿនខ្លាំងមែនទែនខ្ញុំមិនអាចផ្លាស់ទីមិនអាចធ្វើអ្វីបានទេ1នាទីនាងនៅទីនោះហើយបន្ទាប់មកក៏នាងក៏បានទៅរថយន្តមិនបានឈប់ទេតែវាចេះតែបន្តទៅមុខដូចដែលគ្មានអ្វីកើតឡើងបន្ទាប់ពីនោះអ្វីៗទាំងអស់មានអារម្មណ៍ថាខូចខាតខ្ញុំក៏បន្តទៅកន្លែងនោះវិញដោយឈរត្រង់កន្លែងដែលខ្ញុំបានបាត់បង់នាងមនុស្សម្នាបានដាក់ផ្កានៅទីនោះទៀនក៏សម្រាប់កូនស្រីតូចរបស់ខ្ញុំប៉ុន្តែគ្មានអ្វីដែលអាចយកនាងមកវិញបានទេពេលខ្លះខ្ញុំនៅតែឮសំឡេងរបស់នាងដែលមានអារម្មណ៍ថាដៃនាងតូចដែលធ្លាប់តែកាន់ដៃខ្ញុំជារងដងប៉ុន្តែឥឡូវនេះគឺវាមិនពិតទេនាងមិនអាចត្រឡប់មកវិញទេរថយន្តបានបើកបរលឿនដូចជាប្រញាប់យ៉ាងខ្លាំងគ្មាននរណាម្នាក់យល់ពីការបាត់បង់នរណាម្នាក់យ៉ាងឆាប់រហ័សនោះទេដោយសារតែការជិះលើសល្បឿនកំណត់ខ្ញុំត្រូវប្រាប់អ្នករាល់គ្នាខ្ញុំមិនអាចនៅស្ងៀមបានទេខ្ញុំប្រាប់គេអំពីរឿងកូនស្រីដែលបានកើតឡើងនៅថ្ងៃនោះព្រោះខ្ញុំចង់ឃើញមុខនាងដើម្បីដឹងថាល្បឿនអាចធ្វើឲ្យបាត់បង់នាងខ្ញុំមិនអាចផ្លាស់ប្ដូរអ្វីដែលបានកើតឡើងនោះទេប៉ុន្តែប្រហែលជាខ្ញុំអាចធ្វើឲ្យពួកគេគិតមុនពេលដែលពួកគេបើកបរក្នុងល្បឿនលឿនខ្ញុំនិយាយម្ដងហើយម្ដងទៀត
បន្ថយល្បឿនបង្ហាញពីការគោរពនៅលើផ្លូវចាំថាមានជីវិតរបស់នរណាម្នាក់នៅគ្រប់ជ្រុងទាំងអស់វាជារឿងតែមួយគត់ដែលធ្វើឲ្យខ្ញុំអាចធ្វើបានសម្រាប់កូនស្រីឥឡូវនេះដើម្បីប្រកាសថាគ្មាននរណាម្នាក់នឹងត្រូវមានអារម្មណ៍ឈឺចាប់បែបនេះទៀតទេនៅក្នុងស្លាយបន្ទាប់គឺជាសកម្មភាពមួយចំនួនដែលអាចធ្វើដើម្បីប្រាកដថាការបើកបររបស់យើងមានសុវត្ថិភាពនិងការគោរពយើងអាចតាមដានល្បឿនរបស់យើងទាំងអស់គ្នាមានឧបករណ៍វាស់ល្បឿននៅលើម៉ូតូឬនៅក្នុងឡានពិនិត្យមើលថាវានៅដំណើរការហើយយើងក៏អាចពិចារណាស្ថានភាពផ្លូវនិងស្ថានភាពជុំវិញតើនេះជាផ្លូវដ៏មមាញឹកដែរឬទេមានក្មេងឆ្លងកាត់ទេឬក៏អាចមានជាសត្វគោអាចលេចឡើងនៅនីតិណាមួយទេយើងអាចគោរពតាមល្បឿនកំណត់កុំបើកបរលឿនគោរពជីវិតនិងជីវិតគឺសំខាន់ជាងការយឺតឥឡូវនេះសូមមើលថាតើយើងបានរៀនចេះប៉ុន្មាននៅក្នុងផ្នែកទី1អំពីល្បឿនតើយើងអាចដឹងអំពីច្បាប់របស់ប្រទេសកម្ពុជាស្ដីពីការកំណត់ល្បឿនលើផ្លូវផ្សេងទេតើយើងយល់ពីចម្ងាយផ្លូវបំបែកយ៉ាងណាអាស្រ័យលើល្បឿនរបស់យើងក្នុងបន្តិចទៀតនេះនឹងមានជាកម្រងសំណួរ Kahoot ដែលតម្រូវឲ្យអ្នក scan QR code ដើម្បីឆ្លើយសំណួរពិតឬមិនពិតចំនួន5សម្រាប់កម្រងសំណួរត្រូវមិនត្រូវតោះចាំមើលថាតើអ្នកអាចឆ្លើយសំណួរទាំងអស់នេះបានត្រឹមត្រូវកម្រិតណាសំណួរទី1ការបើកបរក្នុងល្បឿនលឿនអាចបង្កហានិភ័យជាគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវល្បឿនលឿនតែប៉ុណ្ណោះប្រយោគនេះមិនត្រឹមត្រូវទេសំណួរទី2រថយន្តដែលធ្វើដំណើរក្នុងល្បឿន60គីឡូម៉ែត្រក្នុង1ម៉ោងត្រូវការគម្លាតជាង35ម៉ែត្រដើម្បីធ្វើការឈប់ដោយសុវត្ថិភាពតើសំណួរនេះត្រូវឬមិនត្រឹមត្រូវសំណួរនេះពិតជាត្រឹមត្រូវសម្រាប់សំណួរទី3ប្រសិនបើផ្លូវមិនមានមនុស្សទេការបើកបរលឿនជាការកំណត់និងមានសុវត្ថិភាពតើសំណួរនេះត្រូវឬមិនត្រឹមត្រូវសំណួរនេះមិនត្រឹមត្រូវទេសម្រាប់សំណួរទី4ការស្លាប់តាមដងផ្លូវភាគច្រើននៅប្រទេសកម្ពុជាគឺដោយសារការបើកបរលឿនលើសពីការកំណត់សំណួរនេះត្រឹមត្រូវឬមិនត្រឹមត្រូវសំណួរនេះពិតជាត្រឹមត្រូវសម្រាប់សំណួរចុងក្រោយការបន្ថយល្បឿនអាចជួយសង្គ្រោះជីវិតរបស់អ្នកនិងអ្នកដទៃសំណួរនេះត្រឹមត្រូវឬមិនត្រឹមត្រូវសំណួរនេះពិតជាត្រឹមត្រូវជាចុងបញ្ចប់សូមជ្រើសរើសការបន្ថយល្បឿនស្មើនឹងអ្នកកំពុងបង្ហាញពីការគោរពចំពោះជីវិតអ្នកនិងជីវិតមនុស្សជុំវិញខ្លួនការបើកបរលឿនអាចជួយសន្សំសំចៃពេលវេលាបានតែប្រមាណនាទីប៉ុណ្ណោះប៉ុន្តែវាអាចបណ្ដាលឲ្យបាត់បង់ជីវិតមនុស្សក្នុងមួយរំពេចភ្នែកសូមអរគុណនិងសូមអបអរសាទរដែលអ្នកបានបញ្ចប់វគ្គទី1នៃវគ្គសុវត្ថិភាពចរាចរណ៍